នេះគឺជា The All New BMW R 12GS ដែលក្រុមហ៊ុន BMW ទើបនឹងប្រកាសចេញដើម្បីបំពេញចិត្ត fan ដែលរងចាំជាយូរនៅម៉ូតូបែប Classic Enduro បែបនេះតើ BMW R 12GS មានលក្ខណៈពិសេសអ្វីខ្លះតោះតាមដានវីដេអូនេះទាំងអស់គ្នាខ្ញុំសូមផ្ដើមពីការ design ទៅមុនដោយ R 12GS នេះត្រូវបាន design ឡើងយកគំរូពី Legendary BMW R 80GSគំនិតនៃការប្រើឡើងគឺផ្ដោតទៅលើការជិះផ្លូវ off-road ពី GS គឺជាពាក្យបំព្រួយមកពីពាក្យ Gelander Strappy មានន័យថា off-road and street ម៉ូតូនេះត្រូវបានផ្គុំឡើងលើគ្រោងឆ្អឹងជាប្រភេទ tubular spec frame បំពាក់ម៉ាស៊ីនជាប្រភេទ boxer engine Air and Oil Cool មានកម្លាំង 1170cc ជាប្រភេទ DOAC មានប្រអប់លេខ6វគ្គ Super ចំនួន4ក្នុងមួយស៊ីឡាំងមានដំណើរការចំហេះ4វគ្គផ្សោតរំអល់ដោយប្រេងម៉ាស៊ីនចំណុះ 3.5 លីត្រគំហាត់ 5W40 ជាប្រភេទ Advanced Fully Synthetic ម៉ាស៊ីននេះផ្ទុកកម្លាំងបាន109សេះក្នុងកម្រិតជុំម៉ាស៊ីន 7000 RPM និងកម្រិតរវល់115 Nm ក្នុងកម្រិតជុំម៉ាស៊ីន 6500 RPM ហើយវាបានបំពាក់បិចសាំជាប្រភេទ Electronic Intake Pip Injection គ្រប់គ្រងការបញ្ជាដោយខួរក្បាលប្រភេទ Digital Engine Management System BMSO រួមជាមួយនឹងការបំពាក់រយៈភ្លើងទៀតនោះធ្វើឲ្យការបន្ថែមនិងបន្ថយលឿនកាន់តែស្មូតល្អម៉ូតូ BMW R 12GS នេះមានកម្ពស់កែបអាចជ្រើសរើសបានពី810 mm ទៅ895 mm ទៅតាមជម្រើសដែលយើងជ្រើសរើសជា Standard ឬក៏ Enduro Package ចំណែកកម្ពស់ពីដីទៅម៉ាស៊ីនប្រមាណពី240ទៅ255 mm និងមានទម្ងន់សរុប229 kg ក្រៅពីការរៀបរាប់ខាងលើ BMW R 12GS នៅមានចំណុចពិសេសមួយចំនួនជាច្រើនទៀតរួមមាន 1. Riding Mode ម៉ូតូនេះបំពាក់មកនៅ Riding Mode មានដូចជា Rain Road Enduro និងការបន្ថែម Enduro Pro ដែលជាកញ្ចប់ Enduro Pro Package ក្រៅពីនេះក្រុមហ៊ុន BMW បានបំពាក់នៅបច្ចេកវិទ្យា Dynamic Traction Control DTC ក្នុងការជិះផ្លូវ Off-road មុខងារនឹងបិទប្រព័ន្ធ ABS ដោយស្វ័យប្រវត្តិនៅកង់ខាងក្រោយនិងមុខងារ Engine Drag Torque Control ជាមុខងារមួយជួយកាត់បន្ថយកម្លាំងម៉ាស៊ីននៅពេលដែលបន្ថែមល្បឿនការពារកង់ខាងក្រោយមិនឲ្យរអិលមុខងារទាំងពីរនេះធានាបាននៅលំនឹងក្នុងការគ្រប់គ្រងម៉ូតូបានល្អនៅក្នុងការបើកបរ Off-road និងផ្លូវរអិលទី2គឺមុខងារ Shift Assistant Pro ជាមុខងារជួយក្នុងការសាំងនិងបញ្ចូលលេខដែលមិនចាំបាច់ចាប់អំប្រិយាធ្វើឲ្យការសាំងនិងបញ្ចូលលេខកាន់តែស្មូតល្អលេខ3នោះគឺទម្រង់រចនាសម្ព័ន្ធគ្រោងឆ្អឹង rear frame ជាប្រភេទ tubular frame ល្អសម្រាប់ក្នុងការជិះលក្ខណៈ enduro ចំណែកលេខ4គឺកញ្ចប់ enduro package R 12GS បានបំពាក់នៅកង់មុខទំហំ21អ៊ីងនិងកង់ក្រោយ18អ៊ីងទំហំនេះគឺល្អមែនទែនសម្រាប់ការជិះ off-road លក្ខណៈ enduro លេខ5បូមជាផ្នែកដែលសំខាន់មួយដោយបូមខាងមុខជាប្រភេទ fully adjustable upside down fork និងបូមក្រោយជា adjustable rear shock ដែលមានរសើវែងល្អសម្រាប់ការជិះ off-road លេខ6គឺប្រព័ន្ធហ្វ្រាំងខាងមុខនិងខាងក្រោយគឺជាប្រភេទ Frank Disc ដោយមានភ្ជាប់នៅមុខងារ BMW Motorrad ABS ហើយកាន់តែពិសេសនោះគឺមាន Cornering ABS នៅក្នុងនោះចំណែកលេខ7គឺមុខងារសាកថ្មទូរស័ព្ទដែលវាមានភាពងាយស្រួលក្នុងការជិះនៅក្នុងលក្ខណៈ adventure ឆ្ងាយៗធ្វើឲ្យយើងលែងបារម្ភពីបញ្ហាអស់ថ្មទូរស័ព្ទចំណែកចុងក្រោយគេនោះគឺលេខ8គឺជាពណ៌របស់ម៉ូតូត្រូវបានផ្ដល់តាមជម្រើសនៃម៉ូតូ Night Black Matte Pen សម្រាប់ best option Light White Pen និង Racing Red Matte Pen គឺសម្រាប់ optional color និង option 719 Aragonite សរុបមក BMW R 12GS នេះមានការ design ស្រស់ស្អាតដោយរួមបញ្ចូលនៅរសជាតិបែប classic និង modern ហើយវាជារបស់លេងថ្មីដែលត្រូវចិត្តបងប្អូនដែលស្រឡាញ់ម៉ូតូប្រភេទនេះតើបងប្អូនទាំងគ្នាយល់យ៉ាងណាដែរចំពោះ R 12GS ឆ្នាំ2025នេះសូមធ្វើការបញ្ចេញយោបល់របស់បងប្អូននៅក្នុង comment ខាងក្រោមហើយខ្ញុំបាទ Mr. Moto សូមអរគុណសូមជម្រាបលាបាយបាយ